ចាសសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Almat នៅក្នុងវីដេអូមួយនេះយើងនឹងមកជួបគ្នាជាមួយនឹងសិក្សាអនុគមសម្រាប់ត្រៀមបាក់ឌុបឆ្នាំ2026ដោយសារតែអនុគមមួយនេះអ្នកគ្រូសង្កេតឃើញថានៅពេលដែលយើងបានតេស្តជាមួយគ្នានៅក្នុងថ្នាក់ចំនួន2-3 ដងមកគឺទាំងអស់គ្នានៅតែមានការផន់ច្រឡំចំពោះអនុគមមួយដែលវាកើនជានិច្ចឬក៏វាចុះជានិច្ចប៉ុន្តែវានៅតែអាចរករឹសមួយណាអញ្ចឹងយើងកុំឲ្យខាត់ពេលយើងចូលទៅមើលប្រធានទាំងអស់គ្នាចាមុននឹងដល់ប្រធានយើងមកមើលមេតិកានៅក្នុងវីដេអូមួយនេះអ្នកគ្រូនឹងមាន limit ចុងដែនសិក្សាទីតាំងធៀបគណនា derivative ទី1សិក្សាសញ្ញា derivative និងគូតារាងអធិរភាពហើយនឹងរស់សមីកាបតប៉ះហើយនឹងសង្ក្រាបណាអញ្ចឹងយើងចូលទៅមើលប្រធានទាំងអស់គ្នាចាយើងមើលប្រធាននេះគឺគេឲ្យ f យើងហ្នឹងគឺកំណត់លើ r ដោយ fx របស់យើងគេឲ្យមកទម្រង់ x បូក2ដក4 e ស្វ័យគុណ x ចែកនឹង e ស្វ័យគុណ x បូក3គេតាំងក្រាបរបស់វានៅក្នុងប្លង់ប្រដាប់ដោយតម្រុយ orthonormal OEG ទី 1a គណនា limit នៃ f ត្រង់ដល់អនន្តនិងបួកអនន្ត b សិក្សាទីតាំងធៀបនៃក្រាប C ធៀបទៅនឹងបន្ទិត D1 ដែលមានសមីការ y ស្មើនឹង x បូក2ទី 2a ស្រាយបញ្ជាក់ថាចំពោះគ្រប់ចំនួនពិត x ដែល f'(x) ស្មើនឹង e ស្វ័យគុណ x ដក3ចែកនឹង e ស្វ័យគុណ x បូក3លើកជាការ៉េ b សិក្សាអធិរភាពនៃ f លើ r និងសង្ត្រាងអធិរភាពនៃ f 3a តើគេអាចថាយ៉ាងណាចំពោះបន្ទិតប៉ះ D2 ទៅនឹងក្រាប C ត្រង់ចំណុច E ដែលមានអាប់ស៊ីសលិន3 b សិក្សាទីតាំងធៀបរវាងក្រាប C ធៀបទៅនឹងបន្ទិតប៉ះ D2 4a បង្ហាញថាបន្ទិតប៉ះ D3 ទៅនឹងក្រាបត្រង់ចំណុចដែលមានអាប់ស៊ីស0មានសមីការ y ស្មើនឹង1លើ4 x បូក1 b ដោយសន្មតថាចំណុច E គឺជាផ្ចិតឆ្លុះនៃក្រាបនិងនៅក្នុងតម្លៃប្រហែលនៃលិន3ចូលសង្ក្រាបនឹងបន្ទិតប៉ះ D1 D2 និង D3 នៅក្នុងតម្រុយមួយដែលមានឯកតាស្មើនឹង2សង់ទីម៉ែត្រអញ្ចឹងយើងចូលទៅមើលដំណោះស្រាយទាំងអស់គ្នាចាទី1គឺគេឲ្យយើងកណនា limit ណា limit យើងមានដកអនន្តនិងបូកអនន្តដោយសារតែគេប្រាប់ថាអនុគមរបស់យើងគឺកំណត់លើ r អញ្ចឹងយើងដឹងថានៅពេលដែល limit x ខិតទៅរកដកអនន្តយើងដឹងថា e សេគុណ x ហ្នឹងគឺវាខិតទៅរក0ព្រោះ e សេគុណដកអនន្តស្មើនឹង0អញ្ចឹងយើងអាចចំនួន limit x ខិតទៅរកដកអនន្តនៃ f(x) របស់យើងគឺ x បូក2ដក4 e ស្វ័យគុណ x លើ e សេគុណ x បូក3ទាំងអស់គ្នាចំនួនកន្លែងណាដែលមាន x យើងចំនួនដោយដកអនន្តចូលអញ្ចឹងយើងទទួលបានដកអនន្តបូក2ដក4គុណនឹង0ហើយđâyបាន0ព្រោះ e សេគុណដកអនន្តចេញ0ចែកជាមួយនឹង0បូក3អញ្ចឹង0គុណនឹង4ចែកនឹង3គឺ0អញ្ចឹងដកអនន្តបូក2គឺនៅសល់ដកអនន្តចំពោះ limit x ខិតទៅរកបូកអនន្តយើងសង្កេតឃើញថាវាចូលទម្រាំអនន្តលើអនន្តពួក e សេគុណបូកអនន្តគឺចេញបូកអនន្តអញ្ចឹងដើម្បីកុំឲ្យវាជាប់រៀងគឺយើងត្រូវទាញ e សេគុណ x ជាកតាសិនអញ្ចឹងអា x បូក2នេះគឺអ្នកគ្រូទុកដដែលកន្លែងនេះទាំងអស់គ្នាដាក់ x បូក2ហ្នឹងណាច្រឡំដាក់ដកអ្នកគ្រូទាញ e សេគុណ x ជាកតាមកអញ្ចឹងវានៅសល់ x បូក2កន្លែងនេះ x បូក2ណា x បូក2ដក4លើ1បូក3 e សេគុណ x ស្មើនឹងបូកអនន្តព្រោះយើងចំនួនបូកអនន្តចូលទៅអានេះបូកអនន្តដក2បានបូកអនន្ត4នៅលើ1គឺបាន4តែទោះបីប៉ះបូកអនន្តវានៅតែបូកអនន្តចាបន្តមកទៀតគឺយើងទៅសិក្សាទីតាំងធៀបរវាងបន្ទិត D1 ជាមួយនឹងក្រាបអញ្ចឹងយើងដឹងថាដើម្បីសិក្សាទីតាំងធៀបទី1គឺយើងត្រូវរក fx ដកជាមួយនឹង y ណា y D1 ហ្នឹងអញ្ចឹងយើងដកមក fx ដក x បូក2គឺយើងអាចសរសេរបាន x បូក2ដក4លើ4 e សេគុណ x លើ e សេគុណ x បូក3ដក x បូក2អញ្ចឹងអា x បូក2ដក x បូក2ហ្នឹងវាអស់ហើយអញ្ចឹងវានៅសល់ដក4 e សេគុណ x លើ e សេគុណ x បូក3កាលណាគេឲ្យយើងសិក្សាទីតាំងធៀបមានន័យថាគេចង់ដឹងថាតើក្រាបរបស់យើងនឹងតើវានៅខាងក្រោមឬក៏វានៅលើឬក៏វាអាចកាត់ជាមួយនឹងបន្ទិតណាអញ្ចឹងកន្លែងនេះយើងសង្កេតឃើញថា4 e សេគុណ x របស់យើងនឹងវិជ្ជមានពួក e សេគុណ x ហ្នឹងគឺជាអនុគម exponential គឺវិជ្ជមានជានិច្ចហើយ e សេគុណ x បូក3ហ្នឹងវាកាន់តែវិជ្ជមានទៀតអញ្ចឹងមានន័យថា fx ដក y របស់យើងហ្នឹងគឺវាតូចជាង0សួរថាហេតុអីបានតូចជាង0ដោយសារតែពីមុខនេះគឺយើងមានសញ្ញាដកអញ្ចឹងកាលណាវាមានសញ្ញាដកវាតូចជាង0អញ្ចឹងបើវាតូចជាង0នាំឲ្យក្រាបរបស់យើងហ្នឹងគឺស្ថិតនៅក្រោមបន្ទិត D1 ជានិច្ចចាបន្តមកទៀតយើងទៅសំណួរមួយទៀត
ចាសំណួរមួយទៀតគេឲ្យយើងគណនា derivative និងសង្ត្រាំងអធិរភាពអញ្ចឹង derivative គឺយើងអត់ពិបាកខ្លាចខុសទេទាំងអស់គ្នាដោយសារតែលំហាត់ប្រភេទបែបនេះគឺគេប្រាប់ derivative មកហើយគ្រាន់តែយើងរកឲ្យឃើញដូចគេមកណាអញ្ចឹងយើងយកអនុគមដើមយើងមកប្រើអនុគមដើមរបស់យើងគឺ f(x) ស្មើនឹង x បូក2ដក 4 ស្វ័យគុណ x លើ សេគុណ x បូក3អញ្ចឹងដើម្បី derivative កន្លែងនេះទី1 derivative x យើងចេញ1 derivative 2យើងចេញ0ដល់ពេល derivative កន្លែងប្រភេទនេះគឺយើងប្រើរូបមន្តអ៊ុយលើ v ណាអ៊ុយលើ v ស្មើអ៊ុយព្រីម v ដក v ព្រីមអ៊ុយលើ v ការ៉េឬក៏យើងអាចនិយាយខ្លីៗងាយថា derivative លើទុកក្រោម derivative ក្រោមទុកលើណាអញ្ចឹងយើងចាប់ផ្ដើម derivative ទាំងអស់គ្នាអញ្ចឹង derivative x នេះបាន1 derivative 2បាន0អានេះយើង derivative 4 សេគុណ x ព្រីមគុណនឹងអាក្រោមគឺ សេគុណ x បូក3ដក derivative ក្រោមទុកឲ្យលើអញ្ចឹងបាន4 សេគុណ x កតានឹង សេគុណ x បូក3ព្រីមលើភាគបែកនឹងលើកជាការ៉េបន្ទាប់មកយើងចាប់ផ្ដើម derivative 4 សេគុណ x នេះយើងដឹងថាវាស្មើនឹង ស្វ័យគុណ x ដដែលអញ្ចឹងយើងបាន1នេះដាក់1ដែរមកដក4 សេគុណ x នៅសល់4 សេគុណ x ដែរកតានឹង សេគុណ x បូក3ដក4 សេគុណ x កតានឹង derivative សេគុណ x សល់ស្វ័យគុណ x derivative 3គឺបាន0អញ្ចឹងកន្លែងនេះវាសល់តែស្វ័យគុណ x ទេអញ្ចឹងយើងចាប់ផ្ដើមគណនាមកយើងគុណពលាតណាទាំងអស់គ្នា4 សេគុណ x គុណនឹងសេគុណ x យើងបាន4 ស្វ័យគុណ 2x 4 សេគុណ x គុណនឹង3គឺបានបូក12 សេគុណ x អានេះដក4 សេគុណ x គុណនឹងសេគុណ x បានដក4 ស្វ័យគុណ 2x អញ្ចឹងសេគុណ 2x ដក4 សេគុណ 2x គឺវាអស់ហើយអញ្ចឹងវាសល់12 សេគុណ x លើសេគុណ x បូក3លើកជាការ៉េអាមួយនេះយើងរក្សាទុកដែរបន្ទាប់មកយើងតម្រូវភាពបែងមកយើងយកសេគុណ x បូក3លើកជាការ៉េគុណនឹង1មកអញ្ចឹងយើងអាចសរសេរបានសេគុណ x បូក3លើកជាការ៉េដក12សេគុណ x ចែកនឹងសេគុណ x បូក3លើកជាការ៉េអានេះទាំងអស់គ្នាពលាតតាមរូបមន្តa បូក3លើកជាការ៉េអញ្ចឹងសេគុណ x លើកជាការ៉េបានសេគុណ 2x បូក2ដង ab អញ្ចឹង2គុណនឹង3បាន6សេគុណ x បូក3ការ៉េគឺ9ដក12ស្វ័យគុណ x ចែកនឹងសេគុណ x បូក3លើកជាការ៉េអញ្ចឹងសេគុណ 2x នេះអត់មានអីស៊ីសងយើងទុកមកវិញ6សេគុណ x ដក12សេគុណ x សល់ដក6ស្វ័យគុណ x បូក9អញ្ចឹងដោយសារអានេះវាចូលទម្រង់សេគុណ x ដក3លើកជាការ៉េចែកជាមួយនឹងសេគុណបូក3សេគុណ x បូក3លើកជាការ៉េអញ្ចឹងដោយសារតែវាមានស្វ័យគុណការ៉េដូចគ្នាទាំងអស់គ្នាអាចដាក់វាជាការ៉េរួមបានអញ្ចឹង derivative របស់យើងត្រូវបានស្រាយបញ្ជាក់បន្តមកនេះចំណុចសំខាន់ដែលទាំងអស់គ្នាតែងតែច្រឡំយើងឃើញថា derivative របស់យើងគឺវាជាអនុគមការ៉េជាងជាអនុគមការ៉េទាំងអស់គ្នាជួសតម្លៃប្រមាណចូលកាលណាលើកវាជាការ៉េទៅវាអត់អាចតូចជាង0បានទេវាធំជាង0រហូតហើយសួរថាចុះកន្លែងនេះហេតុអីបានជាដាក់ធំជាងឬស្មើ0ដោយសារតែនៅពេលដែលទាំងអស់គ្នាឲ្យអាភាគយកភាគបែកស្មើ0ហ្នឹងគឺទាំងអស់គ្នាអាចរកបានតម្លៃ x 1ណាអញ្ចឹងដូចសេគុណ x ដក3នេះនៅពេលដែលទាំងអស់គ្នាឲ្យវាស្មើ0ទៅទាំងអស់គ្នាបោះ3ទៅនឹងទៅហើយយើងបំពាក់លិនមកយើងបានទទួលបាន x ស្មើលិន3អញ្ចឹងបានកន្លែងហ្នឹងគេដាក់ធំជាងឬស្មើ0ព្រោះយើងអាចរករបស់វាបានពេលយើងយកឬលិន3ទៅជួសទៅទាំងអស់គ្នានឹងឃើញ0ហើយអញ្ចឹងបានកន្លែងហ្នឹងគេដាក់ថា f' x ស្មើនឹងសេគុណ x ដក3លើសេគុណ x បូក3លើកជាការ៉េធំជាងឬស្មើ0ចំពោះគ្រប់ x ជារបស់ r អញ្ចឹងបើវាធំជាងឬស្មើ0ហើយមានន័យថា f របស់យើងគឺជាអនុគមការលើ r ហើយយើងរកឬរបស់វាមកកន្លែងនេះនៅពេលដែលគ្រូកែកដាឲ្យទាំងអស់គ្នាលោកគ្រូដាក់ថាមិនចាំបាច់រកករណីធំជាង0ទៅជាង0ទេព្រោះយើងតែងតែចាំថាឲ្យតែអនុគម logarit ឬក៏អនុគម expo នៅពេលដែលយើងសិក្សាសញ្ញាអាចរកឬរបស់វាបានយើងសិក្សា3ករណីវាមានស្មើវាមានធំវាមានតូចប៉ុន្តែនៅក្នុងលក្ខខណ្ឌកន្លែងនេះយើងអត់ចាំបាច់សិក្សាករណីធំករណីតូចទេដោយសារតែ derivative របស់យើងនឹងវាវិជ្ជមានជានិច្ចហើយអញ្ចឹងយើងសិក្សាតែមួយទេគឺឲ្យវាស្មើ0ទាញរកតម្លៃ x អញ្ចឹងនៅពេលដែលយើងឃើញ x ហើយទាំងអស់គ្នារក f នៃ3 f នៃលិន3ទៅទាំងអស់គ្នាយកវាទៅជួសនៅក្នុងអនុគមដើមរបស់យើងអញ្ចឹងយើងទទួលបានលិន3ណាអញ្ចឹងយើងគូសតារាងអធិរភាពរបស់យើងមកនេះ x f' x fx ដកអណន្តបូកអណន្តដែលកំណត់ហើយឬរបស់យើងគឺលិន3យើងគូបន្ទាត់មកដាក់លេខ0កន្លែងនេះគឺយើងជាអនុគមកើនអញ្ចឹងបូកទាំងពីរកន្លែងនេះគឺយើងទៅមើលកន្លែង limit ចុងដែនដកអណន្តរបស់យើងរកឃើញដកអណន្តវាឡើងមកដល់លិន3 x លិន3 y ក៏លិន3ដែរទៅបូកគឺវាឡើងទៅលើទៀតរកទៅរក limit x ទៅបូកអណន្តយើងរកឃើញបូកអណន្តអញ្ចឹងទាំងអស់គ្នាសង្កេតមើលកន្លែងតារាងអធិរភាពមួយលេខគ្រូបន្តិចកន្លែងហ្នឹងណា
dương mơ nè chập pi đỏ nó màu cái lại lần 3 ní miền này tha đầm lại x tôi chừng lần 3 mình đấy thằng học ní chẳng x tôi chừng lần 3 thằng học ní mơ trong mà cào một được cú cái này sẽ nhà bộ cặp bật mến bàn tay thằng học ní mơ cái này đi đỏ nó lần từ đỏ lần 7 chẳng miền này tha cái lọn khang cào nó cứ chỉ cái lọn của fx để fx nó dương ai thay y cái các bạn này chẳng miền này tha được p để x tôi chừng lần 7 vì đỏ nó từ đỏ lần 7 ní y cái bảo dương có viết tôi đây y bảo dương có tôi chừng lần 7 đây tái bơ x bảo dương thông chừng lần 7 dương khơi nga f bảo dương cả láng pi lần 7 từ bộ của nó chẳng miền này tha được p để x thông chừng lần 7 y cái có thông chừng lần 7 đây chả tao chắc nhưng tới số bài tập tiếpគឺបទបដេ2គេសួរថាតើយើងអាចថាយ៉ាងដូចម្ដេចចំពោះបទបដេ2ត្រង់ចំណុច i ដែលមាន abscissa ស្មើ x ស្មើលិន3អញ្ចឹងកន្លែងនេះយើងអាចសង្កេតឃើញថានៅពេលដែលទាំងអស់គ្នាយកលិន3នេះមកជួសនៅក្នុងអានុគម derivative ទាំងអស់គ្នានឹងប្រកាសបានស្មើ0ព្រោះ សេគុណលិន3គឺយើងបាន3 3ដក3ស្មើ0 0ចែកនឹងបានក៏ឃើញ0ដែរអញ្ចឹងបើ derivative ទី1វាឃើញ0ហើយមានន័យថាបន្ទាត់ប៉ះ d 2ហ្នឹងគឺមានន័យថាមេគុណប្រាប់ទិសរបស់យើងនឹងវា0អញ្ចឹងបើមេគុណប្រាប់ទិសយើង0ហើយមានន័យថា d 2ហ្នឹងគឺជាបន្ទាត់d ណាអញ្ចឹងបើវាជាបន្ទាត់ d វាមានសមីការ y ស្មើនឹងលិន3ព្រោះ derivative មេគុណប្រាប់ទិសស្មើ0ហើយអញ្ចឹងវានៅសល់តែ y ទេដែល x ស្មើលិន3យើងរកកន្លែងសិក្សាអត្ថិភាពមិញយើងឃើញ y ស្មើលិន3ដែរអញ្ចឹងបន្ទាត់ប៉ះ d 2យើងគឺជាបន្ទាត់ d ដែលមាន y ស្មើលិន3ចាបន្តមកទៀតសិក្សាទីតាំងធៀបរវាងក្រាបនិង d 2 y មិញហ្នឹងណាអញ្ចឹងយើងដឹងថាដើម្បីសិក្សាទីតាំងធៀបគឺយើងដឹងថាយើងចង់រកថាតើក្រាបហ្នឹងវាស្ថិតនៅលើនៅក្រោមឬក៏វាកាត់ជាមួយនឹងបន្ទាត់ d 2ហ្នឹងមុននឹងយើងចង់រកកន្លែងហ្នឹងបានគឺទាំងអស់គ្នាត្រូវធ្វើផលសងតែទាំងអស់គ្នាសង្កេតមើលមួយអ្នកគ្រូមើលនៅពេលដែលទាំងអស់គ្នាយក fx ដក1លិន3នេះចេញអនុគមមកកភ្លុះនេះ x បូក2ដក4 សេគុណ x លើ សេគុណ x បូក3ដកលិន3ទាំងអស់គ្នាសិក្សាសញ្ញាចេញទេមែនទេនេះកន្លែងនេះអញ្ចឹងកន្លែងនេះយើងទៅមើលតាមតារាងអត្ថិភាពរបស់យើងមិញហ្នឹងណាដែលអ្នកគ្រូបានឲ្យទាំងអស់គ្នានៅពេលដែលអ្នកគ្រូពុះតារាងអត្ថិភាពមួយទាំងអស់គ្នាបានហើយអ្នកគ្រូថាឥឡូវសង្កេតមើលតារាងមួយអ្នកគ្រូមិញចាំទេអូខេអញ្ចឹងយើងសង្កេតឃើញថានៅពេលដែល x របស់យើងទៅជាងលិន3 fx របស់យើងក៏ទៅជាងលិន3ដែរតាមតារាងអត្ថិភាពមិញហ្នឹងណាអញ្ចឹងបើ fx ទៅជាងលិន3អញ្ចឹងមានន័យថាក្រាបរបស់យើងគឺនៅក្រោម d 2ដោយសារតែលិន3ហ្នឹងគឺជាបន្ទាត់ប៉ះ d 2អញ្ចឹងមួយទៀតបើ x ធំជាងលិន3អញ្ចឹង fx របស់យើងក៏ធំជាងលិន3ដែរអញ្ចឹងមានន័យថាក្រាបរបស់យើងហ្នឹងគឺមិនដែរចាគឺនៅលើ d 2ព្រោះវាធំជាងលិន3អូខេបន្តមកទៀតយើងទៅចំណុចមួយទៀតគឺរោសមីការបន្ទាត់ប៉ះ d 3អញ្ចឹងសំណួរ A ហ្នឹងគេឲ្យយើងបង្ហាញថា d 3ហ្នឹងត្រង់ x0 ស្មើ0ហ្នឹងគឺមានសមីការ y ស្មើ1លើ 4x បូក1អញ្ចឹងអា d 3ហ្នឹងគឺគេប្រាប់សមីការបន្ទាត់ប៉ះរបស់យើងមកហើយគ្រាន់តែយើងត្រូវរកឲ្យឃើញដូចគេអញ្ចឹងទី1គឺយើងដឹងថារូបមន្តបន្ទាត់ប៉ះគឺ y ស្មើនឹង f' x0 កតា x ដល់ x0 បូកនឹង fx0 ដោយ x0 របស់យើងគឺស្មើ0ទាំងអស់គ្នាចង់រក f នៃ x0 គឺយើងយក0ទៅជួសនៅក្នុងអនុគមដើមចឹងយើងបាន0បូក2ដក4 សេគុណ0លើ សេគុណ0បូក3 សេគុណ0គឺស្មើ1អញ្ចឹងបាន2ដក4លើ1បូក3អញ្ចឹងស្មើ2ដក1ស្មើនឹង1ហើយ f' នៃ0យើងគឺយើងជួសក្នុង derivative មកសេគុណ0បាន1 1ដក3លើ1បូក3លើកជាការ៉េ1ដក3បានដក2 1បូក3ស្មើ4ចឹងដក2លើ4យើងអាចសរុបមកបានដក1លើ2ហើយយើងលើកវាជាការ៉េមកដក1លើកជាការ៉េស្មើ1 4ការ៉េ2ការ៉េស្មើនឹង4អញ្ចឹងទាំងអស់គ្នាជួសចូលក្នុងសមីការរូបមន្តរបស់យើងមកអញ្ចឹងយើងទទួលបាន y ស្មើនឹង1លើ 4x បូក1ចាប៉ិតដល់កន្លែងសង្ក្រាបអញ្ចឹងដើម្បីសង្ក្រាបស្អាតយើងត្រូវតែកត់សម្គាល់ថាបន្ទាត់អាស៊ីមតូត D មួយយើងហ្នឹងគឺវាក្បែរដល់អណល់ហើយចំណុចរបត់របស់យើងគឺមាន 1.1 និង1.1 សំទោសហើយបន្ទាត់ប៉ះ D របស់យើងគឺ y ស្មើ 1.1 ដោយសារតែតម្លៃរបស់លិន3ស្មើ 1.1 ណាទាំងអស់គ្នាចាហើយបន្ទាត់ប៉ះរបស់យើងគឺ y ស្មើនឹង1លើ 4x បូក1ហើយគេប្រាប់ឲ្យប៉ះត្រង់ x0 y 1
ហើយយើងត្រូវចាំថាឯកតាលើអានីមួយៗគឺ2សង់ទីម៉ែត្រគឺទម្រង់រូបគឺយើងបានបែបហ្នឹងនេះប្រតិបត្តិ D1 របស់យើងអ្នកខាងដកអណន់គឺវាក្បែរបងប្អូនអត់គូកាត់ទេតែរូបដល់ពេលយើងដាក់អញ្ចឹងទៅមើលទៅដូចកាត់តែក៏ពិតអត់កាត់ទេណាគឺវាស្របមួយ D1 ហ្នឹងហើយវាឡើងទៅលើក្រាបយើងគឺឡើងទៅលើជានិច្ចហើយយើងមានចំណុចរបត់មួយគឺត្រង់ 1.1 និង1នេះកន្លែងចំណុចរបត់កន្លែងហ្នឹងណាអូខេអញ្ចឹងអ្នកគ្រូមានតែប៉ុណ្ណឹងនៅក្នុងវីដេអូមួយនេះហើយបើសិនជាកន្លែងនេះកាត់បន្តិតដែរណាកាត់បន្តិតនេះកន្លែងនេះអ្នកគ្រូសុំទៅក្រោយបន្តិចអានេះទៅក្រោយអត់កើតទេនេះ